ចាសូមស្វាគមន៍វគ្គនិទានរឿងកំសាន្តនៃក្នុងកម្មវិធីសុគាលក្ខណៈ BIG ក្រូចអ៊ីតអស់សម័យរឿងអ៊ីតចុងក្រោយហ្នឹងហ្មងក្រូចហើយអ៊ីតទៀតចុះបើអ៊ីតក្រូចទៅអ៊ីតក្រូចក៏បានចាអ៊ីតក្រូចក៏បានក្រូចអ៊ីតក៏បានតែបើអ៊ីតក្រូចល្អជាងក្រូចអ៊ីតមុនទៅបាទឥឡូវនេះតារាកិត្តិយសគាត់បានមកហើយអញ្ចឹងតម្រូវឲ្យតារាកិត្តិយសហ្នឹងនិទានមុនបាទនិទានផ្លៃមុនគាត់គ្នាតែម្ដងទាំង4បានវិច្ចរឿងមកច្រើនបាទបងផលមុនសូមគ្រប់លោកគ្រូបាទលោកគ្រូបាទចាអត់នឹកឃើញតែមកដល់ឡើងលើឆាកហ្នឹងភ្លេចរឿងអស់លេងវាធ្លាប់តែមិនចាញ់សម្រស់ស្រីស្អាតចាញ់សម្រស់ស្រីស្អាតទាំងអស់គ្នាផងចាញ់ទីកន្លែងហ្នឹងគេថាកន្លែងដែលមានតុកមានកៅអីច្រើនដូចនិយាយរឿងចេញផុយចាដាក់តែសទុះទៅរឿងមកកប្លុះមកបានកែវនៅពីមុខ2 3ទៀតរឿងឆាប់ចេះប្រហែលជាអត់មានរឿងអីកំ pl ែងហ្មងនេះខ្ញុំចាមានរឿងមួយដូចធ្លាប់ឮគេនិយាយជាធ្វើត្រាប់តាមឯងរឿងធ្វើត្រាប់តាមរឿងចិនណាចាបាទរឿងចិនមានតួស្ដាច់និងតួអាមាត្យណាចាបាទមិនដឹងថាបានសើចឬក៏អត់ក៏ខ្ញុំអត់ដឹងដែរគាត់ឲ្យយើងរបៀបដូចបញ្ចូលសម្លេងអញ្ចឹងណាបាទស្ដាច់ពេលនោះស្ដេចគាត់មកពីអ្នកបរិយាអាមាត្យគាត់មកដូចថាចេញមកក្រៅវាំងតិចអញ្ចឹងតូតសួនណាគាត់ក៏រំលឹករឿងកំណាប់ឲ្យថាកាលដែលយើងធ្លាប់នៅពេកក្មេងយើងធ្លាប់បានមកលេងកន្លែងហ្នឹងណាបាទហើយគាត់ក៏នឹកឃើញថាកាលនោះយើងបានតែងកំណាប់2នាក់លោកអាមាត្យ2នាក់អាមាត្យហើយគាត់ក៏បានលឹកឡើងវិញបដាគាត់ថាលោកបរិយាអាមាត្យកាលនោះយើងបានតែងកំណាប់មួយដែលមានដូចថាខ្លឹមសារថាចាជ្រើជាទីបំផុតអត់ដឹងថាចំណងជើងថាម៉េចឯងគាត់ថាដំរីធំស្រមោចតូចក្រូចឆ្មាជូបាទចានឹងកំណាប់គាត់កំណាប់គាត់យ៉ាងមេអំបៅហើយរៀលើផ្កាមេឃភ្លៀងបែកផុកខ្យល់បក់ដីហុយចាយ៉ាងដល់ពេលអញ្ចឹងអាមាត្យគាត់ថាម៉េចព្រះអង្គពិតជាមានដីណាព្រះអង្គសូមមានជនមានអាយុ10ឆ្នាំ10ឆ្នាំប៉ុណ្ណាស្ដាប់រឿងកម្លាំងមានតែប៉ុណ្ណាធ្វើត្រាប់ទេតាមពិតនៅរឿងកម្លាំងហត់ត្រាប់តាមតែដូចតែលោកពូអត់ទេដូចតាមរឿងភាគចិនបាទរឿងភាគចិនរឿងកាប់ដាវបាទអូខ្យល់បក់ដីហុយទឹកសមុទ្រប្រៃទឹកទន្លេសាបដំរីធំដំរីមកតូចក្រូចឆ្មាជូតូចក្រូចឆ្មាជូអូយពិតជាមានដីដល់លបងកុំយកពោះទៅវាយបង្អើលស្មៅអូយមានដីដែរហើយយកថ្មទៅជុលនឹងពងមន់អូយមានដីដែរមានន័យខ្លាំងបាទបន្តមកទៀតចាសុំជើញផងចំណាងរឿងប៉ិតក៏បានដែរបងប៉ិតរបស់អូនទៅមានរឿងប៉ិតមួយបាទចង់ដឹងរឿងប៉ិតហ្នឹងខ្ញុំនិយាយទៅខន្តីអភ័យទោសផងពីសម្រាប់ញើកិត្តិយសចាទស្សនិកជនទាំងអស់រឿងប៉ិតពីអ្នកគូសង្សារចោលប្លន់ដល់ពេលចោលប្លន់ទៅក៏ចាប់នាងទាំងពីរអ្នកសង្សារហ្នឹងទៅក្នុងព្រៃដល់ពេលឲ្យទៅចាប់ដូចថាអត់មានស្អីឲ្យប្លន់អញ្ចឹងលោកចៅហ្នឹងគាត់ដោះកៅអៅយកទាំងអស់នឹងខោខ្លីខោអីគាត់យកទាំងអស់កៅអៅចាយកទៅទាំងអស់រឿងប៉ិតទៀតចារឿងប៉ិតនៅចិត្តតែឆ្ងាយនេះចាអត់លើកលែងនឹងខោអាយឆ្ងាយដែរអត់គង់ស្លៀកអត់លើកលែងទេព្រោះអីគាត់ថាគាត់ប្លន់គាត់ចង់បានលុយចង់បានទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ហ្នឹងណាដល់ពេលហើយអត់បានគាត់ដោះកៅអៅអស់ដល់អញ្ចឹងគាត់ក៏ចោលទៅបាត់ហើយដល់ពេលទៅបាត់គាត់ហ្នឹងក៏ត្រឡប់មកនាំគ្នារកផ្លូវមកផ្ទះដល់ពេលរកផ្លូវមកផ្ទះវាដាច់សង្វែងមានដល់មកជួបមានផ្លូវខ្នល់គេហ្នឹងណាបាទហើយអស់លោកក៏ចាំទុះទាយផងខ្ញុំនឹងសួរហើយរអីជីទៅផ្ទះអញ្ចឹងណាបាទហើយឥឡូវខ្ញុំចង់សួរលោកក្រូចថាតើស្រីឬមួយក៏ប្រុសបានស្អីជីមុនទៅចឹងទៅណាចាឥឡូវខ្ញុំចង់សួរបងអីជីមុនយូរទៅវាសនាលែងកំ pl ែងដល់ដែរថាអស់ខោអាវទាំងពីរនាក់ក៏មានអត់មានខោអាវទាំងពីរនាក់អត់ខោអាវទាំងពីរនាក់រវាងស្រីនិងប្រុសតើអ្នកណាហៅមានអីរកអីបានជីមុនបានអីជីទៅផ្ទះមុនចា
ខ្ញុំគិតថាមនុស្សប្រុសបានជីមុនមិនចាហើយឥឡូវលោកអីបានអីជីបានស្រីឬមួយក៏ប្រុសបានជីមុនបានជីមុនចានៅពេលដែលយើងធ្វើដំណើរតាមផ្លូវអស់អាវលីងមានកៅអៅទេបាទខ្ញុំថាខាងប្រុសដែរបានជីមុនបាទប្រុសជីមុនខ្ញុំប្រុសហេតុអីខ្ញុំក៏ជឿខ្ញុំថាប្រុសដែរចាហើយបានយើងបញ្ជាក់ថាប្រុសបើសិនជានៅក្នុងនោះមានដើមឈើមានអីច្រើនគេអាចបេះមកខ្ទប់គេដើរហៅម៉ូតូជិះចឹងទៅចឹងហើយចុះចុះបើអត់មានដើមឈើអត់មានស្លឹកឈើទៀតគឺមិនស្មៅបោចគ្របមកជាងដើមហើយចុះបងក្រួយវិញបងក្រួយវិញគិតថាហេតុអីបានជាហៅបានឡានជីចឹងណាបានថាខាងប្រុសហៅបានជីព្រោះមនុស្សប្រុសគាត់មានតែដៃមួយហើយដៃមួយទៀតគាត់អាចធ្វើបានអានហើយមានដៃបោះខាងនារីមានអីគេមិនចេះផងអីផងអត់មានអីហៅឡានអត់ដៃបោះលើកគើងឈប់មិនទៅចាំត្រឹមត្រូវហើយចាំយកផ្ទះដៃទៅយកដៃបាត់ហើយខ្ញុំបានលេងណាបងដូចខ្ញុំខាងស្រីគាត់តែឡៃតែក្តោបទៅលើទាំងក្រោមហើយផងគាត់មានក្តោបទៅក្តោបតែប៉ុណ្ណេះឡៃមកអត់យកខាងស្រីហៅម៉ូតូធ្វើម៉េចហៅអត់ហៅអីបានជីអេក្រូចធ្វើវិញលើកជើងលើកជើងបើជប់តើខ្ញុំក៏អត់ហៅបានជីដែរអញ្ចឹងគាត់ទុកអត់ជាប់ឯងមកចំហៀងតែមកគូវិញទុកអត់ពេញតែមកជីអូយកុំនិយាយណាកុំគិតដល់ណាទៀតកុំនិយាយរឿងប្រេះផ្ដាស់គិតមកបាយមកទឹកចាំបន្តរឿងទៀតដល់មនុស្សបាទសូមជួយរឿងខ្មោចលងបងចាឡងបាទខ្មោចលងថ្ងៃលងយប់បាទលងថ្ងៃមិនលងទាញពុកទេលងពិតហ្មងលងពិតបាទពិតហ្មងចាអត់សូមអស់យោបល់ថ្ងៃយប់បាទថ្ងៃយប់ចិត្តភ្លឺអូនឹងបាទយប់ហើយចិត្តភ្លឺហើយយប់បាទនិយាយថាមានថ្ងៃមួយហ្នឹងនៅភូមិខ្ញុំហ្មងមានដើមពោធំមួយដើមពោហ្នឹងចាស់ក៏ល្បីថាមានខ្មោចលងភូមិអីគេបាទភូមិអីភូមិនេះហ្នឹងភូមិចិត្តហ្នឹងភូមិចិត្តហ្នឹងអត់ស្គាល់ឈ្មោះភូមិឯងខ្លួនឯងទៀតភូមិឯងហ្នឹងអត់ស្គាល់ឈ្មោះភូមិខ្លួនឯងទៀតបាទដល់ពេលចឹងទៅមានថាដើមដំពោល្បីតែខ្មោចលងហ៎បងខ្មោចលងយប់ឡើងគឺខ្មោចលងសាហាវមែនទែនមានថ្ងៃមួយហ្នឹងមានបរិសុទ្ធមួយហ្នឹងគាត់អ្នកថាអ្នកចំណូលថ្មីបងក៏មកលេងភូមិហ្នឹងអញ្ចឹងពេលថ្ងៃឡើងក៏ដើរទៅលេងឆ្លងកាត់ភូមិហ្នឹងទៅដល់ឆ្ងាយដល់ពេលអញ្ចឹងទៅយប់ឡើងភ្លៀងធ្លាក់មកចាភ្លៀងធ្លាក់ធំអញ្ចឹងទៅគាត់ដើរតាមផ្លូវដល់ពេលអញ្ចឹងទៅអ្នកភូមិគេសួរអូនឯងទៅណាយប់ហើយគាត់ថាមិញថ្ងៃមិញខ្ញុំមកដើរលេងឆ្លងមកភូមិម្ខាងទៀតដល់អញ្ចឹងទៅឥឡូវវាភ្លៀងហើយខ្ញុំមកឆ្លងទៅភូមិមួយទៀតគេថាភូមិនៅដុំណាថាភូមិនៅមុខនោះថាអីអាភូមិមុខហ្នឹងមានដើមពោមួយឯងមានឃើញអត់ចាហ្នឹងអាដើមពោធំនៅខាងស្ដាំផ្លូវហ្នឹងហីមិញគេថាអាហ្នឹងហីគេថាអាដើមពោហ្នឹងអូនឯងអត់ដឹងហីដល់គេមិញខ្ញុំអត់ដឹងហ្មងខ្ញុំទៅមកលេងតែដើមពោល្បីតែខ្មោចលងសាហាវណាយប់ឡើងគឺអ្នកដើរហ្នឹងគេដើរបានដើរគឺខ្មោចលងហ្មងតែអញ្ចឹងទៅពូហ្នឹងគាត់ភ័យក៏ដើរបរាភ័យបរាអញ្ចឹងទៅអ៊ីហ្នឹងថាអញ្ចឹងអ៊ីអត់រំខានក្មួយឯងទេក្មួយឯងគិតខ្លួនឯងទៅមិញចូលគេទេព្រោះយប់ហើយមិញខ្លាចដែរដល់អញ្ចឹងទៅគាត់ចេះដើរឡើងក៏ភ័យទៅអត់ទៅស្រួលទេចាំមើលកាក់ហៅមើលតាក់ស៊ីឡាននេះតាមផ្លូវហ្នឹងបងចាំហៅដល់ពេលមកស្ទុះឃើញឡានមកមួយគាត់ដៃឈប់បងឈប់ដល់ពេលអញ្ចឹងទៅគេអត់ឈប់គាត់ភ័យព្រឺគាត់ភ័យគាត់ថាសង្ស័យខ្មោចលងមែនដឹងបានហៅគេជប់គេអត់ឈប់ចាដល់ពេលមកស្ទុះមានឡានមួយហ្នឹងគាត់បើកមកគាត់ថាហៅគេឈប់ទៅជុំទៅពូគេសួរអូនឯងតាណាខ្ញុំទៅភូមិមួយទៀតបងមុខនោះហើយជា2គីឡូដីដល់អញ្ចឹងពូគាត់ឲ្យឡើងជិះមកដល់ឡើងជិះដល់ពេលអញ្ចឹងទៅគាត់ជិះធម្មតាបើកទៅមុខអញ្ចឹងប៉ុន្តែគាត់គេងលក់បងមួយចំណូលថាគាត់មកលេងមកគាត់គេងលក់ដល់ភ្ញាក់ឡើងមេឃកំពុងតែភ្លៀងញាក់ឡើងបើកភ្នែកទៅមើលបាត់តកង់ឡានដល់អញ្ចឹងទៅងាកមើលសងខាងភ្លៀងដល់ងាកមើលស្នាមដៃគេអត់ដើមពោធំហ្នឹងអូដល់ពេលគាត់ភ័យមកស្ទុះគាត់ស្រែកគាត់ថាសូវស្រួលទេដូចមិនសូវស្រួលគាត់ស្រែកខ្មោចលងខ្មោចដល់ពេលអញ្ចឹងទៅលឺសូរសលេងមកពីក្រោយបងចាសូរថាខ្មោចលងអាកាច់យកស្អីអញឡានខូចអញរុញម្នាក់ឯងចង់ងប់អីឯងមកចូលមករុញអស់គ្នាគាត់ថាអញ្ចឹងក្រងប់ក៏ខំតែភ័យស្មានតែខ្មោចលងលឺសូរសលេងមកពីក្រោយបងអញ្ចឹងទៅចប់ប៉ុណ្ណឹងទៅពិតជាមានដីវែដែរលោកបងពិតជាមានដីវែរអើបើឆ្នាំសាច់រឿងអំពើដល់ស្រុកមកបន្តិចចាឥឡូវតាញាថាវីវិញម្ដងបាទនិយាយរឿងពិត
xuống ấy bật màu à miền bật lắm mấy em cha rồi nước cốt đường bật năng đi tha chèn nội sao đi nhom chùm môi ôn xây mà la ôn xây mà la mấy score tay cha ôn xây mà la là quạt nợ ôn xử lý cái năng tầm vật nhom thọp trên kẹp tê chả hơn chương quạt từ bốn quạt toàn trên nhé đợt về lực cối tiết nên nhom nom và ôn nhom tơ sầm đai ôn xử lý với nhom đợt về chân kia tâm lương từ bố bó lang chi chuẩn ho cho mỗi kia nữa á chân tới kia trong nham mà cà phê ó lời chân kẹp ôn tê cái sông cà phê chứ nó bóng để chân cái kẹp ta nơi khẽ hai nhưng mà lại bằng lái hay cho cà phê nó là score nhưng hồ score em tỉnh mơ nhưng mình đang nhom cả tiền vô tới cái vô từ chạy cái hai cái chạy trôi cà phê cái cố cái nhầm ta bằng lái chứ cà phê ấy mới có tiền phèo phèo chứ đập bê chân tới nhom lư phèo phèo nhom cả tiền vô mà nhầm ít phèo mến đã ăn miếng gì lư mua đấy bóng đập bê nghiện từ đó nhom khơi từ đó nhom mình vô à score đạn ná bong nhom bờ đảo ôn thấy chẳng bờ cho tôi nó gọi về đâu tha đợt pe nhung khăm mặc ôn pe cho dân đau chọn bật tê hay đợt pe chân tứ còn là ôn hồi ta score soi cho mình vô score soi vô bờ cho ta đau đợt nhung đẹp ta ọt tê ôn sọc kê chân sọc kê cái phật thành chân tê mà cà phê là phê phê nhá còn cái phật cà phê phê nhá lên sọc chân mà ôn pe sọc kê cái nhám thành chân tầm bắt làm đây đó bong cho cái nông nông miền mà rách phong miền bạn làm rách chết cực à dạ như không cọp côn bảo nó dài tay bạn làm rách chết cực á vô nhom lưu số ra hay bảo hay nhom nực hơi nhà cái nó mình đá bong cho đồn mua nhom quạt chặt sọ sâu chặt hơi chẳng quạt đằng lẹ mà chan bao quạt tôi ở chẳng nhom khâu đá mỗi ta bây giờ tôi lùi đồ rồi đã sọ xấu score xòm tràn đồ à score tránh nằm bờ con chân anh vậy tham ôn thể nhóm cái đã vỡ cái cà phê á chất đà ra khang là khao đã sạ đi từ này Phnom Penh bong đàn nè nắng tụi ai xảy ra đấy á còn mình tao xử lý về nhom đập pe quạt chả lom bong ai à hạ orange chu kia nó tự cối kia nó bong mình ai bong ai chả lom nhom rịch đã cái nông năng ngó đập pe cái thằng chum hay mấy tạm rịch chắc đợt pe còn khăm ô tê pe bong oi thỏm lên đằng cước như quát thở ba lần dân mà hay mà biết chọc ai mảnh hưởng nữa chọc lông bal chọc bạn không không chọc còn đây miền đôi đây ở miền đô tới miền hưởng hở tẹt con đằng mình chả miền ông mình nè hay đằng mình về chấm tông mà nè chả còn nó không phun chùm mùi kia đợt pe ngày muối chia được đời riệp ở pí nè bằng cô ca đầu riệp chắc hai trong đợt về tới đi thác không phun nó kia chơi tầm miên cam thì cô ca đây tha nè đi nè nu trông cái này chẳng nè bỏ vì mười tật chẳng cái cây miên cam thì cô ca đợt về hay tới bữa đó mình mà nè nắng pe tới ca một phe ấy chuột ông mà nè đang phun nó không phun chùm mùi kia đợt về tới chuột kia tới ông nắng cà xưa ê phò Canada bên thà can chẳng á Canada cu cha cho rong can kê xua mấy Canada bên là chót tới lâu cha đã về tới bữa đó mình lại đang cái thằng toàn ấy toàn đào pe đấy ở cu toàn khơi chẳng á đào pe tất khói tiệt chua kia tiệt nó rong cạp sen tiệt cha nó ở chỉ mỗi mặt pẹt xem này cái đi thang cái đo ngày đi thang đo ngày chuột cu ghế nè cà đập về tới xua tí đó ông nâng xua nữa nè phò Canada về này mà đón xua tí đó cái này nó gọi yến ngơ ông tốt nó nhông nó không mê nhá đập về đó chờ tư khổ hỗn chuột ông nâng chờ xua chẳng lo được với cái này không mà hả cái này mẹ đóng tha hiện không mà đáy xua một cây một ấy nó hiện không mà đáy một mật phẹt ca hỏi đập về ngày mùi tự bồn cầm thì bồn sọp đập về tới ông nên còn mà đòn coi hay block mình nè đang nào đấy rồi về còn nhầm bỏ mà ông Canada bên ở mày Canada bên tư cho chả ông mình tư vậy chả ông qua tha ọt đi môi vừa chăm môi từ muôn mặt ông tự cỡ chà cho vừa đến nít thêm có song ca khăn tay ở phải tốt vừa tha còn tài chỉ riêng cầm sàn đại dương này tiền to khía nè cha cầm thì là dương cứ chật đo về sầm rạ hai có song khăn tay phải tốt xa chỉ thay đón tiết trong búa ca này tiền riêng cầm sàn clay bị dương trong tầng óc nè món năng chụp nè năng vẹn bẩn to cha bị cầm thì song ăn nhạt sầm rạ một pleasant